សេដ្ឋកិច្ចរបស់ប្រទេសលីប៊ីត្រូវបានគេព្យាករណ៍ថានឹងងើបឡើងមកវិញនៅក្នុងឆ្នាំ2025នេះគឺបន្ទាប់ពីមានការពង្រីកទៅលើប្រតិកម្មប្រេងជាច្រើនកន្លែងនេះបញ្យល់ទៅតាមការរាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF កាលពីថ្ងៃទី17ខែមេសាឆ្នាំ2025ប្រភពខាងលើដដែលបាននិយាយប្រាប់ AGBI ថាការបង្កើនការបូមប្រេងភ្លាមៗនោះវាមិនអាចធ្វើឲ្យប្រទេសអាចរួចផុតពីភាពក្រីក្របាននោះទេវាគ្រាន់តែអាចជួយឲ្យប្រទេសស្ថិតនៅក្នុងកម្រិតមួយដែលនៅក្បែរមធ្យមប្រសិនបើពួកគេកាន់តែពន្លឿនល្បឿនក្នុងការបូមប្រេង IMF បានព្យាករណ៍ទុកថាកំណើនដែលបានមកពីការបូមប្រេងរបស់ប្រទេសលីប៊ីវាអាចស្ថិតនៅក្នុងចន្លោះពី5ទៅ6% នៅក្នុងឆ្នាំ2025ដែលជំរុញដោយការចំណាយរបស់រាជរដ្ឋាភិបាលបើយោងទៅតាមការរាយការណ៍ពីអង្គការ OPEC ដែលជាសមាគមនាំចេញប្រេងបាននិយាយថាកាលពីខែវិច្ឆិកាឆ្នាំមុនប្រតិកម្មប្រេងឆៅរបស់ប្រទេសខាងលើនេះបានកើនឡើងពី141,000 បារ៉ែលក្នុងមួយថ្ងៃរហូតដល់ទៅ 1.2 លានបារ៉ែលក្នុងមួយម៉ោងតែបើទោះជាយ៉ាងណាក៏ដោយកំណើនដ៏សម្បើមមួយនេះវាត្រូវបាន IMF មើលឃើញថាគណនីចរន្តនិងតុល្យភាពសារពើពន្ធរបស់ប្រទេសលីប៊ីទំនងជាស្ថិតនៅក្រោមសម្ពាធដដែលព្រោះថាតម្លៃប្រេងទំនងជាបន្តធ្លាក់ចុះហើយវាក៏បន្តទាមទារឲ្យរដ្ឋាភិបាលចំណាយប្រាក់ទាំងមូលរបស់ប្រទេសខ្លួនថែមទៀតផងនៅលើវិថីមួយដ៏វែងឆ្ងាយ IMF បានផ្ដល់ជាអនុសាសន៍ថារដ្ឋាភិបាលរបស់ប្រទេសលីប៊ីគួរតែកាត់បន្ថយគម្លាតរវាងអត្រាប្តូរប្រាក់នៅក្នុងប្រទេសដោយផ្ដើមចេញពីការបន្ធូរបន្ថយទៅលើលំហូរចូលនៃរូបិយប័ណ្ណបរទេសជាពិសេសជាងគេនោះគឺប្រាក់ដុល្លារ IMF បានផ្ដល់ជាអនុសាសន៍បន្ថែមទៀតថាប្រសិនបើប្រទេសណាមួយខ្វះលទ្ធភាពក្នុងការទទួលបាននូវហិរញ្ញវត្ថុនិងរូបិយប័ណ្ណបរទេសប្រកបណាស់ប្រទេសមួយនោះគឺមិនមានកំណើននៃវិស័យឯកជននោះឡើយ